បាទសូមជម្រាបសួរទៅកាន់ពុកម៉ែមីងទាំងអស់គ្នាបាទថ្ងៃនេះគឺថ្ងៃទី7ខែ6ឆ្នាំ2025ហើយនៅក្នុងថ្ងៃនេះពុកម៉ែមីងខ្ញុំបាទមានសុបិនខ្លីមួយចែកជូនទៅកាន់ពុកម៉ែមីងបាទនៅក្នុងសុបិនហ្នឹងគឺខ្ញុំអង្គុយលេងជាមួយមិត្តភ័ក្តិខ្ញុំបាទអង្គុយលេងជាមួយមិត្តភ័ក្តិខ្ញុំនៅតាណាក៏មិនច្បាស់ដែរពុកម៉ែមីងក៏ប៉ុន្តែមិនខ្ញុំមិនមែនអង្គុយធម្មតាខ្ញុំកំពុងតែអង្គុយបត់ជើងណាបត់ជើងធំហើយពូម៉ាក់ខ្ញុំនៅអង្គុយចិត្តហ្នឹងប៉ុន្តែសារពេលខ្ញុំបត់ជើងសារតែមានមនុស្សមកពីច្រើនពុកម៉ែមីងមកច្រើនណាដើរកាត់ដើរអីហើយអ្នកខ្លះគេដើរមកគេដូចអត់ចាប់អារម្មណ៍ហើយខ្ញុំក៏យករបស់របរស្អីខ្លះនឹងគេយកស្អីទេមកបាំងកុំឲ្យគេឃើញនេះយើងណាពុកម៉ែមីងហើយបាំងតិចទៅហើយមានកូនសិស្សខ្ញុំមើលពីចម្ងាយមកចាំមើលឲ្យសោចអញ្ចឹងណាតែខ្ញុំអត់សូវខ្វល់អីទេប៉ុន្តែចុងក្រោយយើងត្រូវការដូចថាត្រូវការលាងមានអារម្មណ៍ថាបើយើងលាងទឹកគេមើលឃើញមកអាក្រក់មើលអញ្ចឹងក៏គិតថាបើមានកដាស់អនាម័យមកស្រួលអញ្ចឹងពួកម៉ាក់ខ្ញុំក៏ហុចកដាស់អនាម័យឲ្យខ្ញុំក៏លុកទៅជូតប៉ុន្តែមិនមែនជូតនៅក្រៅបងឯងមានប្រៀបថានៅក្នុងខោទេយើងលុកដៃចូលក្នុងខោហើយជូតអញ្ចឹងហ្នឹងហើយប៉ុន្តែទៅយើងឃើញនៅខាងក្រៅនោះក៏មានរបៀបថាវាយើងសើមមកផុកនៅខាងក្រៅពុកម៉ែមីងហ្នឹងហើយនៅខាងក្រៅខោយើងក៏យកស្អីហ្នឹងមកជូតថែមយកកណ្ដាស់មកជូតថែមទៅបាទហើយក្នុងនោះក៏បានបញ្ជាក់ផងដែរវាថាយើងត្រូវទៅណាឆ្ងាយមិនដឹងតាណាដែរពុកម៉ែប្រហែលជាឆ្ងាយវាថាដូចកោះកុងដូចអីចឹងណាបន្តមកទៀតវាថាអញទៅជាមួយហែងទេពួកម៉ាក់ខ្ញុំណាអញទៅជាមួយហែងទេពួកអីអញខ្លាចគេថាអញ្ចឹងអញខ្លាចមូលហេតុដែលគាត់និយាយអញ្ចឹងគឺដោយសារតែគាត់ហើយនឹងខ្ញុំឆ្នាំដូចគ្នាអញ្ចឹងណាហើយពេលដែលទៅដូចមានអារម្មណ៍ថាត្រូវប៉ាខ្ញុំទៅដែរប៉ាខ្ញុំឆ្នាំដូចខ្ញុំដែរប៉ាខ្ញុំឆ្នាំដូចខ្ញុំហើយវាឆ្នាំដូចខ្ញុំទេវា3នាក់ស្រាឆ្នាំហ្នឹងអញ្ចឹងវាថាមិនហ៊ានទៅទេក្នុងឡានតែមួយអីមានមនុស្ស3នាក់ឆ្នាំដូចគ្នាអញ្ចឹងវាសុកចិត្តជិះឡានឈ្នួលឡានអីទៅហើយអញ្ចឹងណាពុកម៉ែអញ្ចឹងមានសុបិនប៉ុណ្ណឹងចែកជូនដល់កាន់ពុកម៉ែមីងនៅក្នុងថ្ងៃនេះជូនដល់ពុកម៉ែមីងហេងទាំងអស់គ្នា